របៀបស្នើសុំវីដេអូដែលផុសនៅក្នុង TikTok ខុសគោលការណ៍សម្រាប់បងប្អូនដែលមានបញ្ហាតាក់ទងជាមួយនឹងការផុសវីដេអូចូលទៅកាន់ TikTok ទៅហើយ TikTok វាចាប់កន្លែងនេះ Community Guideline Violation អញ្ចឹងសម្រាប់បងប្អូនដែលធ្លាប់មានបញ្ហាខុសគោលការណ៍បងប្អូនអាចធ្វើការ comment នៅខាងក្រោមវីដេអូនេះមួយទៅឲ្យខាងខ្ញុំបានដឹងផងហើយថ្ងៃនេះខ្ញុំនឹងមកចែករំលែកតាក់ទងជាមួយនឹងរបៀបក្នុងការស្នើសុំបាទរបៀបនៃការស្នើសុំចំពោះវីដេអូដែលផុសទៅវាខុសគោលការណ៍បែបហ្នឹងបងប្អូនព្រោះពេលខ្លះវាចេះតែចាប់ទេវីដេអូយើងអត់ខុសគោលការណ៍ក៏វាចាប់ខុសគោលការណ៍ដែរព្រោះខ្ញុំធ្លាប់ស្នើសុំជាច្រើនហើយបាទស្នើសុំជាច្រើនហើយវាក៏ឲ្យមកវិញច្រើនដែរវាមិនបានទាំងអស់គ្រប់វីដេអូទេស្នើសុំភាសាជាងអត់បានស្នើសុំអញ្ចឹងណាបងប្អូនបាទហើយយើងនឹងស្រាប់ហើយបើសិនជាវីដេអូយើងផុសខុសគោលការណ៍ច្រើនពេកនៅក្នុង TikTok វាអាចនឹងប្រឈមទៅលើការ ban បានដែល TikTok វានឹងលុប TikTok account យើងចោលតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលផុសទៅខុសគោលការណ៍នៅពេលដែលយើងស្នើសុំគឺបើសិនវាឲ្យវិញគឺយើងអត់ប្រឈមនឹងការ ban ទេបងប្អូនបាទអញ្ចឹងឥឡូវនេះយើងមកមើលពីរបៀបនៃការស្នើសុំតាក់ទងជាមួយនឹងវីដេអូដែលខុសគោលការណ៍ទាំងអស់គ្នាអញ្ចឹងយើងចុចទៅលើវីដេអូដែលខុសគោលការណ៍ហ្នឹងមកបាទអញ្ចឹងវាប្រាប់ថា remove for violating community guideline អញ្ចឹងកន្លែងនេះយើងចុចលើកន្លែងនេះ community guideline violation view detail នេះយើងចុចលើវាមកបាទអញ្ចឹងតាក់ទងជាមួយនឹង account strike នេះយក receive a strike on your account for violating community guideline បាទអញ្ចឹងកន្លែងនេះគឺវាមាន3 step ដើម្បីយើងអាចធ្វើការស្នើសុំបាទអញ្ចឹងយើងចុចលើពាក្យថា next មកបាទចានេះវាប្រាប់តាក់ទងជាមួយនឹង community guideline ដែលយើងខុសគោលការណ៍ហ្នឹងវាប្រាប់យើងបាទតើមកយើងចុចលើពាក្យថា next ទៀតបាទអញ្ចឹងកន្លែងនេះវាសួរយើងកន្លែងនេះតាក់ទងជាមួយនឹង what you can do ទីមួយគឺយើង submit appeal បាទចាំមើលថាយើងធ្វើការស្នើសុំកន្លែងនេះវាឲ្យយើងធ្វើការឆែក account យើងដែលមានខុសគោលការណ៍អត់ហើយកន្លែងនេះគឺយើងយកកន្លែងread our community guideline ចឹងបងប្អូនយក submit appeal នេះមកបាទចុចលើ submit appeal នេះមកបាទយើងធ្វើការស្នើសុំចុចលើពាក្យថា submit បន្តមកទៀតគឺកន្លែងនេះគឺយើងយក disagree មកតង់ទៀតបាទបន្ទាប់មកគឺយើងឆែកមើលតាក់ទងមួយកន្លែងនេះវាសួរ reason បាទអញ្ចឹងវាប្រាប់យើងនេះ violation reason គឺ fraud and scam អញ្ចឹងកន្លែងនេះគឺយើងអាចឆែកមើលបានយើង reason របស់យើងហេតុអីបានយើងអត់ agree ជាមួយនឹងថាបើយើងនឹងខុសគោលការណ៍ទីមួយគឺ my video post on other platform without problem កន្លែងនេះមានថាយើងផុសវីដេអូហ្នឹងនៅលើ platform ផ្សេងអត់អីទេមួយទៀតយើងថាយើងអត់មានខុសគោលការណ៍ទេអញ្ចឹងមួយទៀតគឺយើងឃើញថាវីដេអូផ្សេងៗនៅក្នុង TikTok បែបហ្នឹងដែរអញ្ចឹងកន្លែងនេះគឺបងប្អូនបើសិនជាមាន reason ផ្សេងបងប្អូនយក something else នេះទៅតែសម្រាប់ខ្ញុំយកកន្លែងនេះបាទបើសិនជាបងប្អូនធ្លាប់ឃើញវីដេអូអញ្ចឹងដែរនៅក្នុង TikTok ដែលគេផុសទៅអីយើងផុសទៅអីហ្នឹងណាបងប្អូនយកនេះ I have seen similar video on TikTok នេះបាទអញ្ចឹងយើងយកអាហ្នឹងមកបន្ទាប់មកយើងចុចលើពាក្យថា submit បាទអញ្ចឹងកន្លែងនេះគឺនេះ feedback submit បន្ទាប់មកយើងចុចលើពាក្យថា submit appeal មិនចុចយកដានណាបាទយើងចុចលើ submit appeal នេះម្ដងទៀតមកហើយយើងចុច submit មកអូខេអញ្ចឹងកន្លែងនេះគឺយើងបានធ្វើការស្នើសុំហើយយើងចុចលើពាក្យថា skip មកបាទអញ្ចឹងកន្លែងនេះវាប្រាប់យើងនេះ appeal in review បាទ important information account strike ហ្នឹងអញ្ចឹងជាទូទៅវាធ្វើការមើលឆែកមើលសិននេះអញ្ចឹងយើង submit ហើយវានឹង review បាទវានឹង review បន្ទាប់មកវានឹងប្រាប់យើងថាតើវីដេអូរបស់យើងហ្នឹងនៅខុសគោលការណ៍ឬក៏អត់អីទេបើអត់អីទេវានឹង restore មកវិញបងប្អូនបាទចឹងកន្លែងនេះខ្ញុំបញ្ជាក់បងប្អូនកន្លែងនេះបន្តិចនៅពេលដែលយើងស្នើសុំហើយនៅពេលដែលវា restore ដោយបើខ្ញុំនេះអញ្ចឹងវា load violation ដែរប៉ុន្តែនៅពេលដែលខ្ញុំស្នើសុំទៅវាឲ្យមកវិញនេះវា restore វីដេអូហ្នឹងមកវិញអញ្ចឹងណាអញ្ចឹងហើយនៅពេលដែលយើងស្នើសុំមកបានគឺវីដេអូហ្នឹងគឺនឹងត្រឡប់មកនៅក្នុង account របស់យើងឡើង load community guideline violation អញ្ចឹងណាដោយបើខ្ញុំនេះវីដេអូដែលខ្ញុំ
វាថាខុសគោលការណ៍ដែរវីដេអូមួយនេះប៉ុន្តែខ្ញុំស្នើសុំវាបានមកវិញអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំចង់ចែកម្លែកបងប្អូនខ្លីៗប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានចម្ងល់មានសំណួរអីបន្ថែមសូមបងប្អូនធ្វើការឆាតសួរនៅក្នុង group support ឬក៏បងប្អូនធ្វើការ comment នៅខាងក្រោមវីដេអូបានសូមអរគុណជួបគ្នានៅវីដេអូក្រោយ